តើអ្នកកំពុងមានអារម្មណ៍ថាចង់បោះបង់មែនទេមិនថាអ្នកកំពុងឆ្លងកាត់រឿងអ្វីនោះទេប៉ុន្តែខ្ញុំចង់ប្រាប់អ្នកថាសូមកុំបោះបង់ថ្ងៃនេះអ្នកប្រហែលជាពិបាកចិត្តខ្លាំងហត់នឿយខ្លាំងអស់កម្លាំងចិត្តហើយលែងចង់បន្តដំណើរទៅមុខទៀតប៉ុន្តែសូមអ្នកដឹងថាអ្នកមិនមែនមានតែម្នាក់ឯងដែលកំពុងមានអារម្មណ៍បែបនេះទេសូមចំណាយពេលសម្រាប់បន្តិចអាចញ៉ាំទឹកក្តៅអ៊ុនមួយកែវដកដង្ហើមឲ្យបានវែងធ្វើអ្វីមួយដែលអ្នកស្រឡាញ់ឬនិយាយជាមួយអ្នកណាម្នាក់ដែលអ្នកទុកចិត្តអ្នកមិនចាំបាច់ដោះស្រាយគ្រប់បញ្ហាក្នុងថ្ងៃនេះឡើយគ្រាន់តែអ្នកបានបន្តមកដល់ថ្ងៃនេះក៏ជាជ័យជំនះមួយសម្រាប់អ្នករួចទៅហើយសូមអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកសូមជំនួយនៅពេលដែលត្រូវការហើយជឿថាថ្ងៃស្អែកអាចនាំមកនូវក្តីសង្ឃឹមថ្មីបញ្ហាដែលអ្នកកំពុងប្រឈមនៅថ្ងៃនេះមិនមែនមានន័យថាអ្នកបរាជ័យឬត្រូវឈប់ដំណើរជីវិតនោះទេពេលខ្លះការហត់នឿយមិនមែនដោយសារអ្នកទន់ខ្សោយទេប៉ុន្តែដោយសារអ្នកបានខិតខំអស់ពីសមត្ថភាពហើយអ្នកមានតម្លៃអ្នកសំខាន់ដូច្នេះសូមសម្រាកនៅពេលដែលត្រូវការប្រមូលកម្លាំងឡើងវិញហើយបន្តដើរទៅមុខម្ដងទៀតការសម្រាកមិនមែនជាការបោះបង់ទេប៉ុន្តែជាការសាកធម្មពលឡើងវិញដើម្បីបន្តដំណើរទៅមុខទៀតគ្រាន់តែអ្នកបានបន្តមកដល់ថ្ងៃនេះក៏ជាជ័យជំនះមួយរួចទៅហើយដូច្នេះសូមបន្តដំណើរទៅមុខហើយសូម